មើលពូសួរក្មួយបដោះស្រូវនឹងមានដាក់ជីមានដាក់ថ្នាំអីអត់ហើយក្មួយឯងជួយធ្វើវីដេអូបង្ហាញពូម្ដងទៀតមកពូដូចអត់សូវច្បាស់សោះនេះគឺជាអ្វីដែលខ្ញុំទទួលបានអំពីការ comment ក៏ដូចជាឆាតមកកាន់ page របស់ខ្ញុំបាទជំរាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំមកធ្វើវីដេអូម្ដងទៀតឲ្យបងប្អូនបាទតាក់ទងនឹងការបណ្ដុះស្រូវបាទចែកជូនបងប្អូនដែលបាន comment សួរក៏ដូចជាឆាតមកកាន់ page របស់ខ្ញុំហើយការបណ្ដុះស្រូវរបស់ខ្ញុំមានបងប្អូនខ្លះគាត់ថាតើមានដាក់ជីមានដាក់ថ្នាំអីអត់ទេណាបងប្អូនបាទវិធីនេះគឺបែបនេះបងប្អូនបាទបងប្អូនយកស្រូវបាទទៅលាងទឹកសិនបាទដូចខ្ញុំដែលខ្ញុំបានកំពុងតែធ្វើនេះបាទយើងលាងសម្រស់វា2ទឹកទៅណាបងប្អូនដើម្បីឲ្យវាជ្រះកាមជ្រះកតិចកទីដីណាដែលក៏ខ្វក់នៅជាប់នឹងស្រូវរបស់យើងណាហើយយើងលាងសម្អាត2ទៅ3ទឹកណាបងប្អូនបាទលាងឲ្យស្អាតបាទបន្ទាប់ពីបងប្អូនបានលាងសម្អាតស្រូវនឹងហើយបងប្អូនចាប់ដើមយកស្អីក៏បានយើងយកវាទៅជោកបាទជោកស្រូវយើងហ្នឹងសម្រស់ទឹកវាបាទដាក់ទៅក្នុងធុងបណ្ដុះបងប្អូនបាទធុងនេះបងប្អូនអាចកាត់បាទកាត់ផ្នែកខាងក្រោមមកបងប្អូនចោះប្រហោងធ្វើយ៉ាងណាកុំឲ្យមានទឹកដក់ណាមិនដល់ពេលដែលបងប្អូនដាក់ស្រូវចូលទៅកុំឲ្យមានទឹកដក់បាទកាលណាមានទឹកដក់វាធ្វើឲ្យស្រូវយើងរលួយស្អុយខូចណាបើសិនជាបងប្អូនមិនមានធុងដូចខ្ញុំទេបងប្អូនប្រើជាលពាក់ឬក៏ជាលជ័រឬក៏ស្អីក៏បានឲ្យតែអាចដាក់ទៅសម្រស់ទឹកវាបានណាហើយយើងអាចការពារកុំឲ្យមន់ចឹកកកាយឬក៏សត្វផ្សេងវាទៅបំផ្លាញណាបងប្អូនបាទដូចជាកដោដូចអីបាទបន្ទាប់ពីយើងដាក់ក្នុងធុងចឹងហើយបងប្អូនយកការ៉ុងមកបងប្អូនបាទបាវការ៉ុងយើងហ្នឹងបាទបងប្អូនមានបាវកញ្ចៅគឺកាន់ល្អទៀតបងប្អូនអត់មានបាវកញ្ចៅទេមានការ៉ុងបាទបងប្អូនដាក់វាទ្រាប់ពីលើចឹងហើយចាក់ទឹកទៅបងប្អូនបាទចាក់ទឹកកន្លះធុងបាទយើងចាក់ទឹកហ្នឹងដើម្បីឲ្យការ៉ុងរបស់យើងមានសំណើមហើយសើមបានយូរណាបាទហើយមួយថ្ងៃយើងចាក់ទឹកម្ដងទៅហើយជួនកាលខ្ញុំភ្លេចដែរ2ថ្ងៃបានចាក់ម្ដងបាទហើយយើងទុកបែបនេះរយៈពេល2ទៅ3ថ្ងៃបាទ2ទៅ3ថ្ងៃ3យប់គឺដោះឲ្យបងប្អូនបាទនេះដូចខ្ញុំបានបង្ហាញជូនបងប្អូននេះបាទខ្ញុំទុកដល់3យប់បងប្អូនបាទ3យប់គឺចាប់ផ្ដើមដោះឲ្យបាទសម្រាប់ស្រូវកណ្ដាលបាទគឺដោះឲ្យបងប្អូនបាទយើងប៉ុណ្ណេះយើងអាចយកទៅលាយជាមួយនឹងចំណីផ្សំផ្សេងទៀតបានក៏ដូចជាបងប្អូនអាចដាក់ឲ្យវាសុទ្ធក៏បានដែរបាទមនគឺវាចូលចិត្តស៊ីបងប្អូនបាទសម្រាប់ស្រូវបណ្ដុះបែបនេះគឺប្រូតេអ៊ីនវាមានចាប់ពី12ទៅ15%ណាបងប្អូនបាទហើយបងប្អូនអាចដាក់ឲ្យមនស៊ីបានចាប់ពីមនអាយុ1ខែឡើងទៅបាទបងប្អូនបានទស្សនាវីដេអូនៃការបណ្ដុះស្រូវរបស់ខ្ញុំហើយគឺខ្ញុំមិនមានដាក់ជីឬក៏ថ្នាំគីមីអីទេបងប្អូនបាទគឺបណ្ដុះបែបធម្មជាតិតែម្ដងបាទអរគុណសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាបើមានចម្ងល់បងប្អូនអាច comment សួរខ្ញុំបានជម្រាបលាជួបគ្នានៅវីដេអូក្រោយ